កសិករយើងប្រមូលផលស្រូវឆ្នាំនេះឃើញថាស្រួលម្យ៉ាងដែរបាទមានម៉ាស៊ីនច្រូតចោះច្រូតដល់ស្រែហើយក៏មានឈ្មួញទិញស្រូវនោះទិញដល់ស្រែតែម្ដងជាពិសេសអ្នកដែលមានស្រែនៅក្បែរមិត្តថ្នល់ឬក៏ជិបថ្នល់តែម្ដងតែអ្វីដែលធ្វើឲ្យយើងពួកខ្ញុំនេះសោកស្ដាយអន់ចិត្តជាខ្លាំងនោះគឺតម្លៃស្រោបតែតម្លៃស្រូវបាទថោកជាងឆ្នាំមុនបាទថោកហើយមានតម្លៃទាបជាងឆ្នាំមុនហើយស្រូវដែលខ្ញុំកំពុងតែច្រូតហើយលក់បណ្ដើនេះបានតែប្រហែល800ទេតែបើយើងយកតម្លៃនេះទៅទួយទឹកដែលយើងធ្វើស្រែតែយើងចាប់ពីដើមពីធ្វើដំបូងនោះគឺបានអត់រួចខ្លួនទេអានោះយើងគិតទៅលើថ្លៃអត្រាដែលយើងព្យួរថ្លៃជីបាច់ជីនិងថ្នាំបាញ់ថ្នាំហើយនឹងនេះថ្លៃម៉ាស៊ីនច្រូតនេះគឺអត់រួចខ្លួនទេអត់រួចសងបំណុលគេទាំងអស់តែមានអ្នកខ្លះក៏បានលក់ទេបាទទឹកច្រូតហើយក៏យកទៅលក់កន្លែងផ្សេងគេលោបានថ្លៃយ៉ាងនេះតែក៏ជាប់មានម៉ាស៊ីនច្រូតមកអូច្រូតបណ្ដើលក់បណ្ដើច្រូតបណ្ដើលក់បណ្ដើពេលដែលបានប្រាក់មកទួយទឹកមិនរួចខ្លួនទេតែដូចធ្វើម៉េចកសិករយើងអើយចេះតែទ្រាំធ្វើទៅពីមួយឆ្នាំទៅមួយឆ្នាំនេះគឺថាយ៉ាប់